សមាជិកអង្គការ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនៅឯដែនអាកាសរបស់ប្រទេសប៉ូឡូញនេះបើយោងទៅតាមសារព័ត៌មាន Knews ដែលចេញផ្សាយនៅថ្ងៃទី25 ខែកញ្ញាយន្តហោះចម្បាំងរបស់អង្គការ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿងដែលបានឆ្លងចូលទៅក្នុងដែនអាកាសប៉ូឡូញក្នុងអំឡុងពេលនៃការវាយប្រហារដ៏ធំមួយទៅលើប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះដែលជាការកត់សម្គាល់ជាលើកដំបូងដែលសម្ព័ន្ធមិត្តបានប្រើប្រាស់កងកម្លាំងចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមក្រមមន្ត្រីបានពិពណ៌នាអំពីឧបទ្ទវិហេតុនេះថាជាការរំលោភដែលមិនធ្លាប់មានពីមុនមកនៃដែនអាកាសអឺរ៉ុបដោយបង្កើតការភ័យខ្លាចនៃចំនួនកាន់តែធំទូលាយក្រសួងមហាផ្ទៃនៃប្រទេសប៉ូឡូញបានបញ្ជាក់ថាយន្តហោះគ្មានមនុស្សបើកចំនួន16គ្រឿងត្រូវបានស្ទាក់ចាប់នៅទូទាំងប្រទេសដោយបានរកឃើញកម្ទេចកំទីនៅលើផ្ទៃដីរាប់រយម៉ៃការ៉េនេះបើយោងទៅតាមសារព័ត៌មានដែលបានរាយការណ៍ថាយន្តហោះចម្បាំងរបស់ប្រទេសប៉ូឡូញនិងហូឡង់បានធ្វើការស្ទាក់ចាប់គ្រប់គ្រងដោយយន្តហោះព្រមានដំបងរបស់អ៊ីតាលីប្រព័ន្ធដែនអាកាស Patriot របស់អាល្លឺម៉ង់និងយន្តហោះចាក់សាំងរបស់អង្គការ NATO អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានហៅឧបទ្ទវិហេតុនេះថាគឺជាគ្រោះថ្នាក់បំផុតហើយបាននិយាយថាវាបង្ហាញអំពីសមត្ថភាពរបស់សម្ព័ន្ធមិត្តនៅក្នុងការការពារទឹកដីរបស់ខ្លួនគាត់ក៏បានប្រាប់អ្នកយកព័ត៌មានថាទោះជាមានចេតនាឬក៏អត់ចេតនាក៏ដោយវាគឺជាការធ្វេសប្រហែសរបស់ប្រទេសរុស្ស៊ីវាពិតជាមានគ្រោះថ្នាក់ណាស់លោក Reuters ក៏បានសង្កត់ធ្ងន់ថាប្រតិបត្តិការនេះគឺជោគជ័យណាស់ហើយបង្ហាញថាអង្គការ NATO គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារគ្រប់ទីកន្លែងសូម្បីតែ1អ៊ីងនៃទឹកដីរបស់ខ្លួននាយករដ្ឋមន្ត្រីរបស់ប៉ូឡូញគឺលោក Donald Tusk បានប្រាប់សភាថាវាគឺជាការគៀកបំផុតនៃចំនួនដែលពួកយើងបានចាប់ផ្ដើមតាំងពីសង្គ្រាមលោកលើកទី2មកទោះបីជាយ៉ាងណាក៏ដោយក៏លោកបានបញ្ជាក់ដែរថាលោកមិនមានហេតុផលដើម្បីជឿថាយើងកំពុងតែស្ថិតនៅក្នុងហ្គេមនៃសង្គ្រាមនោះទេលោកបានបញ្ជាក់ថាប្រទេសប៉ូឡូញបានលើកយកនៅមាត្រាទី4នៃអង្គការ NATO ដែលបង្កឲ្យមានការពិគ្រោះយោបល់នៅក្នុងចំណោមរដ្ឋសមាជិកស្ដីពីសន្តិសុខសមូហភាពមន្ត្រីប៉ូឡូញដកស្រង់ទិន្នន័យរ៉ាដាដែលបានរាយការណ៍ថាមានវត្ថុចំនួន19បានឆ្លងកាត់ចូលទៅក្នុងដែនអាកាសរបស់ពួកគេដោយខ្លះធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋាន Rzeszów-Szanga ដែលជាមជ្ឈមណ្ឌលសំខាន់របស់អង្គការ NATO សម្រាប់ការផ្គត់ផ្គង់នៅអាវុធដល់ប្រទេសអ៊ុយក្រែននេះបើយោងទៅតាមនាយករដ្ឋមន្ត្រី Tusk ការឈ្លានពានជាច្រើនមានប្រភពមកពីប្រទេស Belarus ឧបនាយករដ្ឋមន្ត្រីប៉ូឡូញគឺលោក Radosław Sikorski បាននិយាយថានៅពេលដែលយន្តហោះគ្មានមនុស្សបើកមួយឬក៏ពីរបានហោះចូលមកវាអាចទៅរួចដែលថាវាមានបញ្ហាបច្ចេកទេសនៅក្នុងករណីនេះមានការរំលោភបំពានរហូតដល់ទៅចំនួន19ហើយវាគ្រាន់តែជាការបដិសេធទៅនឹងការស្រមើស្រមៃថាវាអាចជាការចៃដន្យការិយាល័យអាជ្ញាធរប្រចាំនៅតំបន់ទីក្រុង Lublin បានបញ្ជាក់ថាកំទេចកំទីពីយន្តហោះ drone Geran 2របស់រុស្ស៊ីយ៉ាងហោចណាស់2គ្រឿងដែលយកគំរូតាមរចនាម៉ូដ Shahed របស់ប្រទេសអ៊ឺរ៉ង់ដែលត្រូវបានរកឃើញយន្តហោះគ្មានមនុស្សបើក Styrofoam តូចៗផ្សេងទៀតក៏ត្រូវបានរកឃើញផងដែរអគារលំនៅឋានមួយកន្លែងនៅក្នុងភូមិភាគខាងកើតនៃប្រទេស Vyriki ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយទោះបីជាគ្មានសេចក្តីរាយការណ៍អំពីមនុស្សបានស្លាប់ក៏ដោយចាប់តាំងពីពេលនោះមកប្រទេសប៉ូឡូញបានដាក់កម្រិតចរាចរណ៍ផ្លូវអាកាសនៅក្នុងតំបន់ភាគខាងកើតរបស់ខ្លួនរហូតដល់ថ្ងៃទី9ខែធ្នូអាជ្ញាធរក៏បានបិទអាកាសយានដ្ឋានអន្តរជាតិ Warsaw
ជាបណ្ដោះអាសន្ននៅក្នុងអំឡុងពេលមានឧបទ្ទវហេតុនេះក្រសួងការពារជាតិរុស្ស៊ីបានសារភាពថាបានបើកការវាយប្រហារពេញមួយយប់ប្រឆាំងទៅនឹងអ៊ុយក្រែនប៉ុន្តែក៏បានបដិសេធមិនដាក់គោលដៅទៅលើប្រទេសប៉ូឡូញនោះទេលោកប្រធានាធិបតី Donald Trump ដែលបាននិយាយជាមួយនឹងប្រធានាធិបតី Karol Nawrocki បានប្រតិកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយ Truth Social ដោយសរសេរថាតើរុស្ស៊ីបានរំលោភដែនអាកាសរបស់ប្រទេសប៉ូឡូញដោយប្រើយន្តហោះគ្មានមនុស្សបើកមែនឬទន្ទឹមនឹងនេះប្រទេសបារាំងប្រទេសអង់គ្លេសនិងប្រទេសអាល្លឺម៉ង់ហើយនិងប្រទេសកាណាដាបានថ្កោលទោសនៃការលុកលុយដែលគួរឲ្យសង្ស័យទៅលើប្រទេសអឺរ៉ុបមួយចំនួនដែលបានស្នើសុំកិច្ចប្រជុំប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីដោះស្រាយនៅអ្វីដែលពួកគេបានពណ៌នាថាជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសប៉ូឡូញគួរកត់សម្គាល់ដែរថាពេលវេលាស្របគ្នានឹងសមយុទ្ធសាផាត25ដែលជាសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ីជាមួយនឹងប្រទេសបែឡារុសក្រុងនឹងចាប់ផ្ដើមនៅជិតព្រំដែននៃប្រទេសប៉ូឡូញប្រភពយោធាប៉ូឡូញបានលើកឡើងថារុស្ស៊ីប្រហែលជាកំពុងស៊ើបអង្កេតទៅលើការការពារដែនអាកាសរបស់អង្គការ NATO ដោយកត់សម្គាល់ថាយន្តហោះគ្មានមនុស្សបើកមួយចំនួនដែលពាក់ព័ន្ធបានកំណត់ថាគឺជាគំរូ Jabra ដែលប្រមូលផ្ដុំនៅរោងចក្រនៅប្រទេសរុស្ស៊ីដោយប្រើឧបករណ៍របស់ប្រទេសចិនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យអឺរ៉ុបបង្កើតប្រព័ន្ធការពារដែនអាកាសរួមគ្នាខណៈដែលបេសកជនរុស្ស៊ីប្រចាំប្រទេសប៉ូឡូញបានច្រានចោលនៅការចោទប្រកាន់ថាវាគ្មានមូលដ្ឋានច្បាស់លាស់ឧបទ្ទវហេតុនេះបានបិទអាកាសយានដ្ឋានប៉ូឡូញជាបណ្ដោះអាសន្នរួមទាំងនៅតំបន់ Rzeszów ហើយបានជំរុញឲ្យសាធារណរដ្ឋឆេកប្រកាសថាខ្លួននឹងបញ្ជូនអធិបតេយ្យចក្រទៅគ្រប់គ្រងការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញតែចំណែកឯអ្នកវិភាគបានព្រមានថាទំហំនៃការញុះញង់បានគូសបញ្ជាក់អំពីការប៉ុនប៉ងរបស់រុស្ស៊ីនៅក្នុងការសាកល្បងភាពងាយរងគ្រោះរបស់លោកខាងលិចអ្នកជំនាញផ្នែកការពារមីស៊ីលគឺលោក Ricky Ellison បាននិយាយថាវាមិនមែនជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី3នោះទេប៉ុន្តែវាកំពុងតែវិវត្តនៃការសិក្សារបស់ប្រទេសរុស្ស៊ីអំពីរបៀបដែលយើងវាយប្រហារនិងភាពទន់ខ្សោយរបស់យើងតែប៉ុណ្ណោះបើយោងទៅតាមសារព័ត៌មាននេះមានន័យថាចំនួនរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនឹងគឺកាន់តែរាលដាលធំឡើងដល់សមាជិកអង្គការ NATO ហើយឥឡូវនេះលោក Donald Trump ក៏បាននិយាយថាប្រសិនបើយន្តហោះគ្មានមនុស្សបើកឬក៏គ្រាប់មីស៊ីលប្លង់របស់រុស្ស៊ីហ៊ានតែឆ្លងកាត់នៃដែនអាកាសនៃសមាជិក NATO លោក Donald Trump បើកភ្លើងបៃតងអនុញ្ញាតឲ្យសមាជិក NATO ទាំងអស់គឺអាចមានសិទ្ធិបាញ់ទម្លាក់ចោលហើយនេះធ្វើឲ្យលោកពូទីនមានការខឹងសម្បារនិងខឹងជាមួយនឹងប្រទេសសមាជិកអង្គការ NATO ទាំងអស់នោះជាពិសេសទៅគឺសម្ដៅទៅលើប្រទេសប៉ូឡូញដែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីរហូតដល់ទៅ19គ្រឿងនាពេលថ្មីនេះហើយចំពោះបងប្អូនវិញតើយកឃើញយ៉ាងណាដែរចំពោះបញ្ហាដែលលោក Donald Trump អនុញ្ញាតឲ្យប្រសមាជិក NATO បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនោះហើយតើវាអាចបង្កឲ្យមានសង្គ្រាមកាន់តែរីករាលដាលធំនោះទេហើយតើវាអាចនឹងបង្កឲ្យមានសង្គ្រាមលោកលើកទី3ដែរឬក៏អត់កុំភ្លេចសរសេរ comment នៅខាងក្រោមដើម្បីជាការបញ្ចេញនូវការយកឃើញរបស់បងប្អូន